Việc xua bom pro chơi mau pin ngay nè bạn ngày nắng ngày con mò lỏng bạn thì ngày ní bọn mình tên tới ngày thì pi ơi mò tăng pin sân mình đã bạn và mình viên liền ngay đây chẳng á bạn chợ sẽ đánh tớiคือliền bạn thì ngày ní mưa mấy tới đôiจะtungได้bạn đã ăn viên liền thế và ngày níคือngày thì piสำหรับพวกก็ได้ปลองสัญญาbạn đúc á bạn hàng bạn đúc hàng bạn đúc cho bong nhóm khơi nhờ tam là bong xả lá khơi ta nạp min đại chia sẻ tray á đại quạt bàn mau cầm đo côn và lòn bạn đục ngày nỉ chỉ ngày mùng hai thấy nhóm khơi ta bong muối nè không phải chua nữa à ta không niêm chi ảo phục á bong mèo làm đẹp na đấy chấm pua ca và lòn bọc cồn miền ca rồi bà làm mạch đấy bong bàสำหรับnhómที่ธรรมดาទេពុកម្ដាយតែមានការព្រួយបារម្ភសម្រាប់កូនជារឿងសាមញ្ញមួយសម្រាប់ពុកម្ដាយហើយសម្រាប់កូនដែលមកប្រឡងអញ្ចឹងណាបងបាទប៉ុន្តែខ្ញុំក៏មានក្តីបារម្ភសម្រាប់កូនដែរព្រោះថាការប្រឡងបានន័យថាពិបាកដែរយើងអត់ដឹងថាគួយសេអំឬក៏ស៊ុយសេនវាប្រធានបទហ្នឹងគេសួរពីអ្វីអញ្ចឹងគាត់ពេលខ្លះគាត់ប្រឹងរៀនសូត្រដែរទីទូទៅទាំងមិនថាកូនខ្ញុំឬក៏កូនបងប្អូនជាច្រើនហ្នឹងហើយតែគាត់ប្រឹងរៀនប្រឹងសូត្រតាំងពីដើមរហូតដល់បច្ចុប្បន្នដល់ពេលថ្ងៃហ្នឹងហ្នឹងហើយគាត់ថាគាត់ប្រឹងរៀនហើយសម្រាប់គាត់ប៉ុន្តែដល់ថ្ងៃប្រឡងជាទូទៅតែងតែមានការភ័យបារម្ភសម្រាប់គាត់ក៏ដូចជាខ្ញុំជាម៉ែឪទេក៏មានការក្តីបារម្ភដែរសម្រាប់កូនព្រោះអីតាំងពីថ្នាក់ទី1រហូតដល់ទី12វា12ឆ្នាំហើយហ្នឹងថ្ងៃហ្នឹងគឺជាថ្ងៃផ្ដាច់ពលរដ្ឋគឺជាថ្ងៃសម្រាប់នៅបំណងរបស់គាត់ណាបាទដែលគាត់ចង់បាននៅសញ្ញាបត្រមួយសម្រាប់ខ្លួនគាត់និងសម្រាប់គ្រួសារអញ្ចឹងណាបងបាទបងតើបងមានពាក្យពេចន៍យ៉ាងណាចង់ជូនពរទៅកូនបងពេលតិចទៀតពេលដែលគាត់ចេញពីប្រឡងគាត់អាចមើលវីដេអូរបស់ខ្ញុំក៏ចង់ដឹងពាក្យពេចន៍ជូនពរពីឪពុកពេលខ្លះឪពុកខ្លះគាត់ស្រឡាញ់កូនគាត់អត់បញ្ចេញទេត្រូវទេបងស្រីចាអញ្ចឹងខ្ញុំចង់ដឹងវិញថាពាក្យពេចន៍ដែលបងជូនពរកូនបងតើជាពាក្យពេចន៍អ្វីហើយបងចង់បានអ្វីហើយក៏បងមានពាក្យពេចន៍អ្វីលើកទឹកចិត្តដល់បងក្មួយនៅក្នុងប្រឡងអរគុណបាទហ្នឹងហើយសម្រាប់ខ្ញុំជាអាណាព្យាបាលរបស់កូនខ្ញុំហ្នឹងហើយមានអីទេមានតែជូនពរឲ្យកូនប្រុសបាទទទួលបាននៅភាពជោគជ័យហ្នឹងហើយសម្រាប់ជីវិតរបស់កូនដែលកូនប្រាថ្នាចង់បាននៅសញ្ញាបត្រហ្នឹងហើយក៏ជូនពរដល់បងប្អូនទាំងអស់បាទទាំង24ខេត្តក្រុងដែលកំពុងតែសិក្សាឬក៏ប្រយុទ្ធដើម្បីដណ្ដើមនៅជ័យលាភីថ្ងៃនេះគឺសញ្ញាបត្រទូតយភូមិដែលសង្ឃឹមថាបងប្អូនឲ្យជាប់ទាំងអស់គ្នាបាទហ្នឹងហើយឲ្យបានដូចសេចក្តីបំណងប្រាថ្នាទាំងអស់គ្នាទាំងឪពុកម្ដាយទាំងអស់ក៏សូមជូនពរឲ្យមានសុខភាពល្អហើយជូនពរឲ្យកូនអ្នកទាំងអស់គ្នាទទួលបាននៅភាពជោគជ័យគ្រប់គ្នាផងដែរបាទចាសូមអរគុណបងចាជំរាបសួរចាអ្នកមីងចាឃើញថាអ្នកមីងអញ្ជើញមកពីថ្ងៃហើយក្នុងសម័យការប្រឡង2026នេះរបស់សាននិស្សិតណាហើយថ្ងៃនេះជាថ្ងៃចុងក្រោយហើយចង់សួរពីចំណាប់អារម្មណ៍អ្នកមីងវិញតើក្នុងនាមអ្នកមីងជាម្ដាយអ្នកមីងមានអារម្មណ៍ភ័យខ្លាចឬក៏ព្រួយបារម្ភក្នុងការប្រឡងរបស់កូនមិនបានបន្ទុកល្អអីហ្នឹងចាខ្ញុំនិយាយទៅពីថ្ងៃនេះមានអារម្មណ៍ថាភ័យខ្លះរំភើបខ្លះហើយខ្លះរំភើបចាហើយតាំងពីម្សិលមិញមកដល់ថ្ងៃហ្នឹងអ្នកមីងមានបានសួរពីចំណាប់អារម្មណ៍កូនក្នុងផលលំបាកក្នុងការប្រឡងរបស់គាត់វិញ្ញាសារបស់គាត់តើធ្វើបានពេញអត់មានបានសួរនាំកូនដែរខ្ញុំសួរកូនថាកូនប្រឡងថ្ងៃហ្នឹងមិនដែរគាត់ថាម៉ាក់អើយកូនធ្វើបាននៅហើយជា70%ចាហើយអញ្ចឹងខ្ញុំជាម្ដាយក៏មានអារម្មណ៍ថារំភើបរីករាយដែលកូនធ្វើបានចុះក្នុងនាមអ្នកមីងជាម្ដាយខ្ញុំចង់បានពាក្យជូនពរព្រោះពាក្យចាស់ពលថាសម្ដីម្ដាយគឺជាឱសថហើយក៏ជាវត្ថុទឹកមួយសម្រាប់កូនបើពរម្ដាយជូនទៅកូនពរល្អគឺកូននឹងបានផលល្អដោយបំណងប្រាថ្នាតើក្នុងនាមអ្នកមីងជាម្ដាយតើមានពាក្យអីជូនពរកូនខ្ញុំសូមជូនពរឲ្យកូនស្រីឲ្យគាត់ប្រឡងជាប់ហើយថ្ងៃអនាគតក៏មានការងារធ្វើល្អហើយនឹងសិក្សាអ្នកសិស្សទាំងអស់គ្នានិយាយទៅគ្រប់សាលាមិនថានៅខេត្តនៅភ្នំពេញសូមឲ្យពួកគាត់ប្រឡងជាប់ទាំងអស់គ្នាចាហើយចង់សួរចំណាប់អារម្មណ៍បន្តិចដែររៀងចាក់ដោតដែរក្នុងនាមអ្នកមីងជាម្ដាយតើស្រឡាញ់កូនខ្លាំងអត់ស្រឡាញ់ខ្លាំងប្រហែលភាគរយដែរដែលយើងត្រូវមកនេះមកដើម្បីអង្គុយចាំកូននៅលបងសាលាហើយម្សិលមិញហ្នឹងគឺមានភ្លៀងផងអីផងហើយថ្ងៃនេះដូចរៀងមេសតុំដែរវាមិនគិតថាវាអាចភ្លៀងឬក៏អត់ទេណាតែក្នុងនាមជាម្ដាយស្រឡាញ់កូនខ្លាំងក្នុងនាមខ្ញុំជាម្ដាយខ្ញុំស្រឡាញ់កូននិយាយទៅអស់ពីចិត្ត 100% ស្រឡាញ់ 100% ចាអរគុណណាពុកម៉ែបងប្អូនចាអរគុណណាពុកម៉ែបងប្អូនទាំងអស់គ្នាគ្មានម្ដាយណាដែលថាមិនស្រឡាញ់កូនទេហើយម្ដាយទាំងអស់សុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីកូនសុខចិត្តមករងចាំកូនកណ្ដាលថ្ងៃកណ្ដាលភ្លៀងដើម្បីតែកូនហើយមួយទៀតខ្ញុំចង់សួរមួយទៀតតើពេលដែលអ្នកមីងអញ្ជើញមកហ្នឹងអ្នកមីងប្រកបការងារអីដែរនៅផ្ទះឬក៏ធ្វើការខ្ញុំធ្វើការក្រុមហ៊ុនខ្ញុំមកហ្នឹងសុំច្បាប់ពេល2ថ្ងៃសុំច្បាប់ពេល2ថ្ងៃចាដើម្បីមកដើម្បីកូនចាព្រោះចង់លើកទឹកចិត្តឲ្យកូនព្រោះកូនខ្ញុំហ្នឹងក
កំព្រីមានតាម្ដាយមានឪពុក អូ ហើយគ្រួសារតាំងពីឆ្នាំ2013 ចា គាត់មានគ្រួសារផ្សេង ចាចា អញ្ចឹងជីវិតកូន3នាក់នៅជាមួយកូនរយៈពេល2013ដល់2029ហ្នឹងគឺស៊ូដើម្បីកូន ចាចាការប៉ັດណាស់ក្នុងនាមអ្នកមីងជាម្ដាយដើម្បីកូនសុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីកូនទោះបីជាដើរតួជាឪពុកផងហើយជាម្ដាយផងក៏ដោយតែនៅតែមិនបោះបង់ចោលកូនចាសូមអរគុណអ្នកមីងចំពោះការផ្ដល់នៅបទពិសោធន៍ជីវិតនិងព័ត៌មានផ្សេងៗនិងការលើកទឹកចិត្តពីម្ដាយទៅកូនជំរាបសួរអ្នកមីង ចា ខ្ញុំបានជួបអ្នកមីងក្នុងរយៈពេល2ថ្ងៃហើយហើយដឹងពីអារម្មណ៍អ្នកមីងពេលដែរមកអង្គុយនៅលបងសាលាដើម្បីចាំកូនចាំស្ដាប់លទ្ធផលចាំស្ដាប់ការប្រឹងប្រែងរបស់កូនតាមីងមានអារម្មណ៍មិនដែរមីង មានអារម្មណ៍ថាសប្បាយត្រេកអររាយភ័យដោយសារតែថ្ងៃនេះជាថ្ងៃដែលចុងក្រោយរបស់កូនដែលខំរៀនរយៈពេល12ឆ្នាំមកអញ្ចឹងក្នុងរយៈពេល2ថ្ងៃនេះសូមទោះបីតែរវល់យ៉ាងណាក៏ដោយដើម្បីតែលើកទឹកចិត្តកូនរយៈពេល12ឆ្នាំហ្នឹងត្រូវតែមកជូនកូនដើម្បីឲ្យកូនមានកម្លាំងចិត្តនិងប្រឡង ចាអ្នកមីង ចាហើយក៏សប្បាយចិត្តដែរដែលបានថែទាំកូនកន្លងមករហូតដល់បានដល់ទៅមុខ ចាអ្នកមីងចុះអ្នកមីងក្នុងនាមជាម្ដាយអ្នកមីងសង្ឃឹមបានភាគរយចា ខ្ញុំសង្ឃឹមលើកូនថាត្រឹម40% ចា 40% ព្រោះយើងអត់ដឹងថាគាត់ហ្នឹងបានដល់កម្រិតណាប៉ុន្តែគាត់ថាយើងសង្ឃឹមលើកូន ចាហើយអ្នកមីងមានឃើញការផ្សព្វផ្សាយរបស់ចៃជីអត់ដែលគាត់ផ្សព្វផ្សាយថាពេលដែលកូនសិស្សណាក៏ដោយដែលគាត់មាននិទេសល្អនិទេសអេនិទេសល្អគាត់បានទទួលឡានទទួលម៉ូតូទទួលទូរស័ព្ទពីក្រុមហ៊ុន Mission Flower បានឃើញតាគាត់នេះគាត់ណាគាត់មានសិន ចឹងមានន័យថាអ្នកមីងបានឃើញហើយអ្នកមីងអាចដែរគាត់អត់ថាកូននឹងអាចខំប្រឹងប្រែងទទួលបានរង្វាន់ពីក្រុមហ៊ុនមីអីចឹងណាអ្នកមីង យើងចេះតែគិតដែរយើងគិតដែរតែដឹងថាគាត់បានឱកាសនឹងអត់ទេចាយើងចង់បានដែរ ចឹងខ្ញុំសូមឲ្យអ្នកមីងជូនពរកូនខ្លួនឯងមួយហើយនឹងជូនពរសិស្សានុសិស្សដែលជាបងប្អូនដែលកំពុងសម័យប្រឡងថ្ងៃនេះជាថ្ងៃចុងក្រោយហើយជាថ្ងៃខ្លាំងបំផុតនៃការប្រឡងរបស់គាត់ ចាខ្ញុំមានពីអីទេទឹកចិត្តជាម្ដាយគ្រប់រូបមានតែពាក្យជូនពរឲ្យកូនគ្រប់រូបទាំងអស់ដែលប្រឡងថ្នាក់ទី12ក្នុងឆ្នាំនេះឲ្យជាប់ 100% ទាំងអស់គ្នា ចាចឹងគោរពអរគុណអ្នកមីងខ្ញុំក៏សូមជូនពរឲ្យអ្នកមីងសុខភាពល្អនិងម្ដាយទាំងអស់សុខភាពល្អហើយកូនបានជាប់ទាំងអស់គ្នាណាអ្នកមីងណាចាសូមអរគុណសូមជម្រាបលាអ្នកមីងបងមានអារម្មណ៍មិនដែរពេលមកលើកទឹកចិត្តកូនចឹង អារម្មណ៍ភ័យ ខ្លាំង ចាប៉ុន្តែត្រូវតែមកផ្ដល់កម្លាំងចិត្តឲ្យកូន ចាហើយបងមានអីពាក្យពេចន៍អីផ្ដាំផ្ញើឲ្យចង់ជូនពរកូនហើយក៏ចង់ជូនពរដល់បងប្អូនសិស្សានុសិស្សទាំងអស់ដែលប្រឡងទូរយៈភូមិថ្ងៃហ្នឹងជាថ្ងៃប្រហើយទៀតណាបង ចាមានតែបនឲ្យជាប់ទាំងអស់គ្នាកូនប្រឡងហ្នឹងចង់ឲ្យជាប់ទាំងអស់គ្នាចា ហើយបងសង្ឃឹមបានភាគរយដែរ ម៉ែចង់និយាយថាបើសង្ឃឹមវិញ50ទៅកូន50ទៅ100 ចឹងមានន័យថាការសង្ឃឹមរបស់បងគឺកូន100ម៉ាក់100អញ្ចឹងមានន័យថា 100% ចា អញ្ចឹងក្នុងមួយនេះខ្ញុំសូមជូនពរឲ្យបងអូនជាប់ទាំងអស់គ្នាជាប្រឡងយុវជនជាប្រឡងទំពាំងស្នងឫស្សីរបស់កម្ពុជាយើងចាសូមអរគុណចាលោកពូមុនកូនប្រឡងម៉ាអ្នកដែរលោកពូ តាមមួយអ្នក តាមម្នាក់ឯងចាហើយលោកពូខ្ញុំចង់ដឹងពីចំណាប់អារម្មណ៍លោកពូវិញពេលដែលលោកពូអញ្ជើញមកនិយាយរួមទៅគឺមកអង្គុយលេងចាំកូនពេលក្នុងសម័យប្រឡង2026នេះលោកពូមានអារម្មណ៍បែបណាដែរក្នុងនាមលោកពូជាឪពុក ខ្ញុំមានអារម្មណ៍ត្រេកអរដែលកូនបានរៀនមកដល់ប្រឡងដល់ថ្នាក់នេះ ចាលោកពូតើលោកពូអត់មានអារម្មណ៍ភ័យអីទេណាចំនួនកូនអីទេ អូខ្ញុំអត់ភ័យទេ អត់ភ័យទេណាលោកពូចុះលោកពូក្នុងនាមលោកពូជាឪពុកណាលោកពូមានពាក្យពេចន៍ជូនពរអីហើយមិនមែនត្រឹមតែជូនពរកូនលោកពូទេតើលោកពូមានពាក្យពេចន៍អីជូនពរទៅដល់បងប្អូនដែលជាសិស្សានុសិស្សដែលបានប្រឡងថ្ងៃនេះជាថ្ងៃប្រហើយគឺជាប្រឡងគឺស្វិតស្វាញបំផុតបើមិនប្រឹងទេគឺចប់ហើយថ្ងៃហ្នឹងចាលោកពូមានពាក្យពេចន៍អីជូនពរដែរ បាទខ្ញុំអត់មានពាក្យពេចន៍អីទេគាត់ថាបើកូនវាប្រឹងរៀនទៅវាចេះវាអាចនឹងជាប់បើវាមិនប្រឹងរៀនក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ចាអញ្ចឹងលោកពូអត់មានពាក្យពេចន៍បន្ទោសកូនពេលកូនប្រឡងធ្លាក់អីទេណា បាទមិនអាចទទួលទេអាហ្នឹងជារឿងរបស់វាគុំតែគាត់ថាក្នុងចិត្តបន់ឲ្យតែវាជាប់ដែរហ្នឹង ចាក្នុងនាមជាឪពុកចាមិនថាឪពុកពូមិនថាពូជាឪពុកមិនថាអ្នកណាជាឪពុកឬក៏ជាម្ដាយទេណាលោកពូណាចាអរគុណមែនតើពុកម៉ែបងប្អូនទាំងអស់គ្នានេះហើយគឺក្នុងនាមជាឪពុកខំប្រឹងមកកាត់ភ្លៀងម្សិលមិញគឺភ្លៀងនៅតំបន់នេះបងប្អូនទាំងអស់គ្នាហើយខំប្រឹងមកដើម្បីលើកទឹកចិត្តកូនអញ្ចឹងពូក៏សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រឡងជាប់ទាំងអស់គ្នាណាលោកពូណាចាសូមអរគុណលោកពូចា